តោះថ្ងៃហ្នឹងយើងរៀនតទៅជាមួយនឹងការប្រើប្រាស់ moving average ពីខ្សែអញ្ចឹងសម្រាប់អ្នកថ្មីដែលទើបតែចាប់ផ្ដើមចូលនៅក្នុងអាជីពហ្នឹងគឺមិនបាច់សិក្សាច្រើនទេរៀនតែពីខ្សែហ្នឹងឲ្យទៅយល់ទៅអាចរកចំណូលបានតែកុំបំពេញអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងខ្ញុំពង្រៀនតទៅជាមួយនឹងការប្រើប្រាស់ moving average ហេតុអ្វីបានគេប្រើ6ហេតុអ្វីបានគេប្រើ18អញ្ចឹងអ្នកទាំងអស់គ្នាចូលមកយក account មកអញ្ចឹងខ្ញុំបង្កើត account 0នេះមួយ account demo ទេអញ្ចឹងអ្នកទាំងអស់គ្នាចូលមកនេះលេខស៊េរីឆ្នៃនេះលេខ ID របស់វាអញ្ចឹងខ្ញុំបាន log in រួចរាល់ហើយនៅក្នុងនេះនេះលេខរបស់វាអញ្ចឹងអ្នកទាំងអស់គ្នាបើអត់ទាន់ចេះ log in ទេដំបូងអ្នកទាំងអស់គ្នាចូល open account នេះមកបន្ទាប់មករើសយកនេះ x នេះមកហើយបើអ្នកដែលធ្លាប់ log in រួចហើយអ្នកទាំងអស់គ្នាចូលមកកន្លែងតង log in account នេះមកនេះ password នេះស្រីរបស់វារើសមកអញ្ចឹងយើង log in ទៅប៉ុណ្្នឹងមកបានហើយប៉ុន្តែមុននឹងចូលទៅដល់មេរៀនយើងមកស្គាល់ទៀនតិចទៅអញ្ចឹងនៅតែដដែលទេតើទៅមួយទៀនយើងទៅចាំថាក្នុងវិស័យ forex វាតែងតែមានទៀនតំណាងហេតុអីអត់មានទៀនដោយសារតែទៀនទាំងអស់ហ្នឹងគឺវាប្រាប់នៃការ river បដូរទិសដៅបដូរចរិតរបស់ផ្សារអញ្ចឹងដូចជា pin bar នេះ pin bar វាមិនមែនស្អាតអញ្ចឹងទេវាមានច្រើនទម្រង់ប៉ុន្តែគ្រាន់តែយើងទៅចាំថាសាច់វានេះតិចទេហើយអាក្បាលវាលើនេះបើអត់មានថាទៅល្អធ្វើម៉េចឲ្យវាហៅថា2/3អាឆ្អឹងនេះ2/3នៅអាសាច់នេះឲ្យវាវែងជាងអាហ្នឹងគេហៅថា pin bar អញ្ចឹង pin bar អានេះវាហៅថា bullish pin bar មានន័យថាទៀនហ្នឹងគឺតំណាងទៅលើការឡើងរបស់ផ្សារចំណែកខាងនេះគឺ bearish pin bar ហ្នឹងមានន័យថា bearish មានន័យថាវាចុះអញ្ចឹងមានន័យថាទៀនហ្នឹងគឺសម្គាល់ទៅលើទីផ្សារចុះចំណែកអានេះចេញច្រើនជាងគេតើតើជាមួយនឹង engulfing អញ្ចឹង engulfing អ្នកទាំងអស់គ្នាមើលថាអាខាងក្រោមវានេះវាតែមានកតុយបន្តិចអញ្ចឹងណាអាខាងលើអត់កតុយក៏បានមានកតុយបន្តិចក៏បានដែរប៉ុន្តែសំខាន់បំផុតអាខាងលើនេះនិងអាខាងក្រោមឲ្យផាកផែគ្នាកុំឲ្យនេះដកច្រើនអញ្ចឹងអានឹងអត់កម្លាំងទេអញ្ចឹងengulfing គឺវាមានទៀនពីររួមគ្នាអាមួយទូចអាមួយធំអាធំទៅតែបិទលើសយ៉ាងអន់បំផុតក៏បិទលើសពីអាទូច 50% ដែរអញ្ចឹងសម្រាប់អាទៀននេះវា flash ខុសគេអ្នកនរនេះឃើញអត់ដោយសារតែវាមួយហើយអាមួយទៀតគឺ flash ផុតហ្មងវាបង្កើតកតុយគេហៅថាដាច់កាត់ឡើងអញ្ចឹងអាហ្នឹងគេហៅថា one right shoulder ហ្នឹងអញ្ចឹងទៀនតែប៉ុណ្្នឹងទេដែលយើងត្រូវតែរៀនអញ្ចឹងយើងចូលមកដល់មកឆាតអញ្ចឹងអ្នកទាំងអស់គ្នាពើនេះខ្ញុំដាក់ឆាតទៅទេអញ្ចឹងអញ្ចឹងមួយទៀតអ្នកទាំងអស់គ្នាចូលមកកន្លែងនេះមកនេះបន្ទាប់មកយកពាក្យmarket point នេះមកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលមកអត់មានឃើញអីទេអ្នកទាំងអស់គ្នាត្រូវចុចកន្លែងនេះមកមួយមកអញ្ចឹងអ្នកទាំងអស់គ្នាវាយមក x a u នេះគឺមានន័យថាមាសនេះទាំងអស់គ្នាយកនេះជាមួយដុល្លារមក add វាមកស្ដាំយកពាក្យ open chat អញ្ចឹងឥឡូវហ្នឹងយើងបាន chat មាសមួយអញ្ចឹងអ្នកទាំងអស់គ្នាឃើញផ្ទាំងអញ្ចឹងយើងប្រើអត់កើតទេយើងត្រូវកែវាមកអ្នកទាំងអស់គ្នាចូលមកចុចមើលស្ដាំបន្ទាប់មកអ្នកទាំងអស់គ្នាអូសចុះមកក្រោមយកពាក្យ property អញ្ចឹងនៅពេលដែលចេញមក property មកអ្នកទាំងអស់គ្នាត្រូវដូរពណ៌វាអញ្ចឹងពណ៌ដែលយើងប្រើទូទៅ background គឺអាផ្ទៃនេះផ្ទៃហ្នឹង background អញ្ចឹងអ្នកទាំងអស់គ្នាត្រូវយកពណ៌សអញ្ចឹងអាកន្លែងនេះអា foreground នេះកន្លែងនេះអាលេខអស់ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាយកពណ៌ខ្មៅនេះយកពណ៌ខ្មៅអញ្ចឹងចុះមកទៀតវាមានបានេះ bar up bar down អញ្ចឹងជាទូទៅរបស់ខ្ញុំយកពណ៌ខ្មៅទាំងពីរអាបានេះឆ្អឹងវាដកដោយសារយើងយកពណ៌ខ្មៅស្រួលមើលទេនេះគឺឆ្អឹងវាអញ្ចឹងអាក្រោមមកទៀតនេះអានេះតកតូនជាមួយនឹងសាច់ candle នេះអញ្ចឹងអានេះវា bull វាចុះ bull ឡើងអញ្ចឹងយើងអាឡើងនេះយើងយកពណ៌នេះមកនេះជាទូទៅគេប្រើពណ៌ហ្នឹងចុះគេប្រើពណ៌ក្រហមអាហ្នឹងជាទៀនជាទូទៅដែលគេប្រើប្រចាំវាស្រួលមើលអញ្ចឹងតកតូនជាមួយនឹងចុះក្រោមទៀតប្រាយនៃតម្លៃនេះកាលណាយើងយកពណ៌ហ្នឹងគឺវាច្រឡំជាមួយនឹងកន្លាយអញ្ចឹងនេះកន្លែងនេះកន្លែងហ្នឹងយើងយកពណ៌ក្រហមមកស្រួលមើលឃើញអត់
ចំណែកអានេះវា A spray និង last spray នេះវាថាបើសិនជា broker ខ្លះដែលមាន spread ធំវា load លើ Chrome តែសម្រាប់ X នេះវាស្មើគ្នាទៅអីទេអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកន្លែងនេះខាងនេះវិញកន្លែង show អានេះ volume នេះនៅក្នុង Chrome នេះខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាចង់ប្រើវាទេអ្នកទាំងអស់គ្នាដោះចោលមកនេះ trick plane ហ្នឹងហើយតើតុងមកអាកាឡានេះវាស្រួលមើលដៃជើងរបស់យើងអូតែបើយើងអត់ចង់ប្រើទេយើងដោះចោលមកនេះកន្លែងនេះ gif ហ្នឹងមកតែដាក់កាឡាហ្នឹងវាស្រួលមើលជើងដៃវាស្រួលអូដាក់អញ្ចឹងកន្លែងនេះគឺ history thread ហ្នឹងមានន័យថានៅពេលយើង thread លើកណាក៏ដោយវានឹងបន្សល់ទុកស្នាមរបស់យើងអញ្ចឹងយើងដោះចេញទៅវាញ៉ៃញ៉ៃហើយកន្លែងនេះ so upper road នេះមានន័យថាវាបង្ហាញប្រចាំថ្ងៃផ្ទាំងប្រចាំថ្ងៃរបស់យើងមួយថ្ងៃអញ្ចឹងយើងមិនបាច់ប្រើទេយើងអូខេមកអញ្ចឹង time frame ដែលយើងលេងគឺ15នាទីតែមួយណាអត់ឲ្យមើលអីផ្សេងទេក្បួនហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអូនអ្នកឃើញចេះគឺស្អាតអត់នេះមានតែកាឡាហ្នឹងវាសួរអូតែបើយើងចង់ដោះកាឡាហ្នឹងក៏បាននេះចុចនេះមកចុចមកវាដោះឃើញតែបើដាក់មួយយ៉ាងវាសួរយើងអូមកដកដៃជើងវានេះអញ្ចឹងពេលដែលយើងបានផ្ទាំងឆាតប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាចូលមកកន្លែងនេះកន្លែងលើនេះគឺ indicator បើចូលតាមនេះក៏បាន view insert indicator នេះក៏បានតែបើយើងខ្ជិលយើងដាក់នេះមកក្រៅដូចខ្ញុំមកអញ្ចឹងក្បួនដាក់វាអ្នកទាំងអស់គ្នាចុចកន្លែងអស់នេះចុចមកស្ដាំយកពាក្យ customize បន្ទាប់មកដំបូងវាអត់ទាន់មាននេះនៅខាងនេះចុចអ្នកទាំងអស់គ្នាចុចអូសមកឃើញពាក្យ indicator មួយនេះឃើញទេចុច insert មកអញ្ចឹងពេល insert នោះវាចូលនេះឃើញទេអញ្ចឹងនៅពេលដែលវាចូលមកដល់ហ្នឹងអ្នកទាំងអស់គ្នាគាត់ចុចមកយក moving average អញ្ចឹង moving average ដែលយើងត្រូវប្រើ moving average ទី1គឺ6ខ្ញុំប្រើ6ខ្ញុំដាក់ពណ៌នេះចុច6ខ្ញុំប្រើ exponential close គឺបិទវាបន្ទាប់មកកន្លែងនេះខ្សែដែលយើងចង់រើសយក mode យើងយកពេញអញ្ចឹងមកក៏បានដែរចុច OK មកអញ្ចឹងយើងបានខ្សែ6មួយអញ្ចឹងខ្សែ6វាចាប់ផ្ដើម6ទៀនវាតែងចាប់ហើយអញ្ចឹងវាថាវាដើរស្អាតវាចាប់លឿនណាអញ្ចឹងខ្សែមួយទៀតខ្ញុំប្រើខ្សែ18ខ្ញុំប្រើពណ៌ក្រហមអញ្ចឹងខ្ញុំប្រើទាំងអស់ដូចគ្នាតែខ្ញុំចុចមកអញ្ចឹងក្បួនលេងរបស់វាអ្នកទាំងអស់គ្នាត្រូវតែចាំបកមកអ្នកទាំងអស់គ្នាមើលទៀនវិញគឺទៀនអស់នេះដែលយើងត្រូវប្រើហើយអ្នកទាំងអស់គ្នាហាមដាច់ខាតគឺដាក់ SL នៅជាប់មួយកតុយទៀន confirm គេអត់លេងអញ្ចឹងទេអូខេអញ្ចឹងអ្នកទាំងអស់គ្នាមើលកន្លែងនេះមួយខ្ញុំដោះនេះចេញសួរអូចាក្បួនលេងពីខ្សែហ្នឹងអ្នកទាំងអស់គ្នាត្រូវចាំថានៅពេលដែលវាក្រោះខ្សែនៅពេលដែលខ្សែនៅវាក្រោះចុះក្រោមចេះមានន័យថាវាបង្ហាញពីបេរីផ្សារចុះអាកាសរតែអាកាសលក់ទេអញ្ចឹងបើសិនជាវាខ្វែងឡើងទៅលើគឺយើងរតែអាកាសទិញទេវាខ្លាចជាបូលីសហើយអញ្ចឹងក្បួនប្រើខ្សែ2ហ្នឹងគឺវាមានតែ2ប្រភេទទេបាយថាបើវាក្រោះឡើងយើងរកអាកាសទិញតែបើវាក្រោះចុះក្រោមយើងរកអាកាសលក់អញ្ចឹងអ្នកទាំងអស់គ្នាអូសមកនេះឧទាហរណ៍ថាកន្លែងនេះមួយអញ្ចឹងនៅពេលដែលខ្សែ6កាត់ឡើងលើខ្សែ18រកតែអាកាសទិញ
អញ្ចឹងនៅពេលដែលខ្សែ6កាត់ឡើងទៅលើខ្សែ18យើងហៅថាអាកាសបាយទេចំណែកនៅពេលដែលខ្សែ6កាត់ចុះក្រោមខ្សែ18យើងហៅថាអាកាស cell ទេអញ្ចឹងយើងត្រឡប់មកឆាតយើងវិញម្ដងទៀតតែទាំងអស់គ្នាឃើញកន្លែងនេះខ្ញុំឲ្យរកកន្លែងមួយនេះកន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នាឃើញថាវាចុះមកត្រង់ហើយវាឡើងទៅវិញវាអត់បែកទេទៅអត់វាអត់បែកអញ្ចឹងវានឹងបន្សល់ទុក engulfing នេះជា engulfing អ្នកទាំងអស់គ្នាទៅចាំថា engulfing គឺលើសចូល50%នៃសាច់នេះឃើញអត់ហើយវាដកសាច់មែនតែលើរោមក៏ដកដែរឃើញសមត្ថភាពវាប្រហែលគ្នាអត់គឺវាអត់បែកទេអាហ្នឹងគឺជា engulfing ព្រោះដូចខ្ញុំនិយាយចឹង engulfing នៅក្នុងភាសាពិតវាអត់ដូចយើងសរសេរទេតែអ្នកទាំងអស់គ្នាទៅចាំថាវាតែងតែលេបអាទៀនមួយនេះបាត់ណាតែសាច់របស់វាគឺនៅក្នុងខ្សែអត់វាអត់ធ្លាយខ្សែចេញក្រៅទេណាអញ្ចឹងអាហ្នឹងជា set up ដែលយើងត្រូវប្រើហើយអ្នកទាំងអស់គ្នាមើលកន្លែងនេះហេតុអីកន្លែងនេះគេអត់បាយពីព្រោះថានៅពេលដែលវាក្រោះហើយវាឡើងទៅផុតវាអត់មានទៀនទេណាតែវាចុះវិញវាចុះតំណាក់ចេះមើលចុងនេះណាផុតចុះវិញចេញចេះអញ្ចឹងអាក្បួននេះបើសិនជាយើងរៀនធ្លាប់រៀនយើងដឹងគឺគេរកអាកាសបាយហើយថ្ងៃហ្នឹងក៏គ្នាយើងបានបាយច្រើននៅកន្លែងហ្នឹងនេះបាយកន្លែងទៀន confirm នេះហ្នឹងដាក់ដល់នេះមកគឺខ្ញុំក៏បាយហ្នឹងដែរដែលស្អីវិញក្បួនរបស់វា flag នេះតែនេះអត់ទេឃើញទេវាចុះវាចុះហើយវាឡើងទៅវិញវាចុះវាឡើងទៅវិញបែរថា set up ហ្នឹងវាខូចបាត់ហើយអញ្ចឹងដូចកន្លែងនេះមួយនេះអញ្ចឹងណាអ្នកទាំងអស់គ្នាឃើញកន្លែងនេះមួយឃើញវាចុះមកនេះវាចុះមកវាឡើងទៅធ្លាយឃើញទេមានន័យថាអានឹង set up វាខូចហើយអញ្ចឹងក្បួនលេងខ្សែ moving average 2ខ្សែហ្នឹងមានន័យថានៅពេលដែលខ្សែ6វាក្រោះចុះមកខាងក្រោមខ្សែ18យើងហៅអាកាស cell អញ្ចឹងយើងរងចាំឲ្យវាឡើងត្រឡប់ទៅវិញហើយវា confirm ទៀតបែបនេះអញ្ចឹងយើងនឹង cell វាហើយ1យក1កន្លះទៅ2កុំលោប1ទៅ1កន្លះទៅ2អញ្ចឹងតែប៉ុណ្្នឹងទេឥឡូវដូចយើងមើលកន្លែងនេះវា cross ផុតហើយអានេះ engulfing តែវាអត់ធ្លាក់មកដល់ក្រោមទេវានៅលើហ្នឹងក៏យើងទៅទិញដោយសារតែកម្លាំងវានៅលើខ្សែកុំឲ្យវាធ្លាយខ្សែនេះដាច់ខាតកុំឲ្យវាធ្លាយចុះមកខ្សែដកក្រោមខ្សែ18មកគេអត់លេងអញ្ចឹងខ្ញុំមើលទៀតអានេះវាក្រោះចុះមកហើយវាឡើងទៅធ្លាយចេះមានន័យថា set up នឹងខូចហើយមិនបាច់លេងទេអាកន្លែងចេះតែគេរកទិញវាចាប់ធ្លាយប៉ុន្តែភាគច្រើនគេមិនឲ្យលេងទេគេលេងនេះពីបាមួយនេះអញ្ចឹងខ្ញុំមក set up ណាល្អដែលបញ្ចូលយើងបន្តិចដើម្បីយើងស្រួលយល់បន្តិចដល់នេះលេងហើយដោយសារតែវាពីបានេះអានេះលេងបាននេះទៀនវានៅក្នុងទាំងអស់ឃើញទេវាបិទនៅក្នុងអញ្ចឹងយើងចូលទៀននេះពីនបាននេះយើងទៅចាំថាលុះត្រាទៅវាបិទសាច់ទៀតបិទទៀននៅខាងក្រៅយើងអត់លេងទេនេះផុតហើយយើងអត់លេងទេវាចុះស្អាតមិនក៏យើងអត់លេងដែរវាបិទផុតពីលើខ្សែដូចនេះឃើញបិទសាច់ផុតលើខ្សែអញ្ចឹងក៏អត់លេងទេតែនេះតម្រង់ពីនបាននេះអញ្ចឹងគឺវាចុះមកហើយវាឡើងទៅវិញគឺកុំឲ្យវាបែកដាច់ខាតហ្មងណាមែនទេពេលដែលវាចុះមកឧទាហរណ៍ថាវាចុះមកក្រោមចេះវាយើងគិតថាវាឡើងដល់នេះចុះណាវាបង្កើត low បន្ទាប់មកវាឡើងទៅវិញណាអាហ្នឹងគេលេងតែបើសិនជាវាឡើងមកហើយវាឡើងទៅដល់ហ្នឹងហើយដល់វាចុះមកវិញម្ដងទៀតចុះមកទៅធំនេះហើយវាឡើងទៅវិញអាហ្នឹងគេអត់លេងទេគេហៅថាវាអត់បង្កើត low អញ្ចឹងខ្ញុំមើលទៀតដល់កន្លែងនេះគឺ set up នេះខូចហើយវាញ៉ៃពេក
នេះបិទសាច់ទៀនបែបនេះជ្រៅចេះគឺខូចចេះ set up ហ្នឹងធ្លាយមកក្រៅហ្នឹងអស់ហើយអញ្ចឹងដូចកន្លែងនេះអីបានគេហៅថា set up ខូចដែរចុះមកដល់ក្រោមនេះនេះអានេះអត់ខូចទេអានេះលេងនេះឡើងទៅវិញ engulfing ដាក់មកនេះ cell បើសិនជាយើង save code កន្លែងហ្នឹងក៏ engulfing ដែរនេះអញ្ចឹងយើងមើលកន្លែងនេះនេះចុះមកផុតណាឡើងទៅចុះមកឡើងបង្កើត pin bar គឺ cell ដាក់ផុតលើមកមួយយកមួយកន្លះទៅ2អាហ្នឹងក្បួនគេលេងខ្សែ2ខ្សែអញ្ចឹង2ខ្សែគេអត់ប្រើ RSI អត់ប្រើអីជំនួយទេកុំប្រើសោះបើអ្នកទាំងអស់គ្នាប្រើអីជំនួយគឺអ្នកទាំងអស់គ្នារកកន្លែងចូលផ្សារអត់ឃើញទេរបៀបប្រើ2ខ្សែគឺប្រើ direct ទៅវាតែម្ដងនេះយើងមើលកន្លែងនេះឡើងអានេះគេហៅថាឡើងទៅផុតណាដោយសារអីដោយសារអានេះបង្កើត high នេះបើឡើងទៅអានេះចុះមកដល់នេះបើអានេះឡើងទៅទៀតត្រឹមនេះវាបង្កើត low អញ្ចឹងគេអត់ចាំទេតែបើសិនជាបង្កើត high គេចាំ engulfing នេះអានេះយកម៉ោងព័ត៌មានទេនេះចឹងអ្នកទាំងអស់គ្នាអូសមកទៀតមកអ្នកទាំងអស់គ្នាទៅចំណាំក្បួនរបស់វាពេលនៅវាក្រោះហើយវាឡើងហើយវាអត់មានអីទៅណងអានេះ engulfing នេះលេងកើតដូចខ្ញុំប្រាប់ចឹង engulfing ដែលលេងកើតគឺទី1គឺវាចាក់អត់ធ្លាយសាច់នៅក្រៅទេហើយអាខាងលើរបស់វានេះវាខ្លីជាងហើយវាលេបអានេះទាំងមូលអាហ្នឹងគេហៅថា engulfing ហើយណាអាហ្នឹងគេហៅថា engulfing ហើយកាលណាឥឡូវនេះវាដកសាច់ខ្លាំងជាងគឺគេអត់លេងទេគ្រាន់ថាពេលខ្លះអ្នកនរនេះលេងអត់ដឹងទេដោយសារតែវាទៀននេះវាចំណាយច្រើនលេខគួរសមដែរប៉ុន្តែគ្រាន់ថាវាស្អាតឃើញអត់ការចាក់របស់វាស្អាតទេអញ្ចឹងគេអាចមកលេងលើនេះក៏បាននេះណាបន្ទាប់មកវាចុះមកគេអត់បែកទេ pin bar គេដាក់ទៅអានោះក្បួននេះ15នាទីតែក្បួននេះ15នាទីដូចខ្ញុំនិយាយអញ្ចឹងអត់សាំញ៉ាំច្រើនទេអញ្ចឹងអ្នកទាំងអស់គ្នាអូសចុះមកទៀតអ្នកទាំងអស់គ្នាមកមើលកន្លែងនេះវា cross នេះ cross អញ្ចឹងតែអត់លេងអត់មានកន្លែងលេងហ្នឹងនេះខូចបាត់ហើយអញ្ចឹងវាចុះមកម្ដងទៀតណាចុះមកម្ដងទៀតអញ្ចឹងវាត្រឡប់ទៅវិញនេះនៅកន្លែងនេះហ្នឹងគេលេង cell engulfing នេះណាengulfing វាបែក low នេះបែក low អញ្ចឹងអ្នកទាំងអស់គ្នាមើលទៀតhigh low ឲ្យតែវាស្អាតលេងទៅកុំឲ្យតែវា cross ចឹងទាំងអស់គ្នាចូលមកទៀតណាមកមើលតែអាណាស្អាតទៅបាទគ្រាន់ថាភាគច្រើនដល់ផ្សារពេលដែលវា momentum ខ្លាំងមិនចាំស្អាតពេកទេមុំដែលវាអត់ឆ្លងដាក់ទៅកន្លែងនេះយើងអត់លេងទេកន្លែងនេះវាត្រូវតែលេងបានទេដោយសារអីវាអត់បង្កើត low អញ្ចឹងអត់លេងទេហើយបើសិនជាគ្នាយើងចង់ឃើញថាអូវាបង្កើតមែនអត់កពូនៅកន្លែងណាអ្នកទាំងអស់នេះ add CZAC មកយកមកក៏បានដែរបើអត់ចេះមើល high low វាដាក់ CZAC ឡើងមកញ៉ាំច្រឡំស៊ីសាខ្ញុំសម្រាប់មើលលំហវាឃើញអត់អញ្ចឹងវាអត់ទេវាមកចាប់អានេះណាចាប់នៅហ្នឹងអញ្ចឹងមកថានេះគេលេងឡើងនេះ
នេះគេចូលនេះនេះអ្នកទាំងអស់គ្នាចូលមើលមក cross engulfing view កន្លែងនេះហើយខូចនេះមើលទៀនបិទនៅក្រៅទាំងអស់នេះឃើញខូចអញ្ចឹងយើងរងចាំវាក្រោះទៅឡើងវិញម្ដងទៀតនៅកន្លែងនេះ cross នេះនេះស្អាត engulfing ស្អាតប្រូចកន្លែងនេះខូច set up បាត់ហើយការខូច set up ហ្នឹងមិនមែនខ្ញុំប្រាប់មួយអ្នកទាំងអស់គ្នាឃើញវាមកបិទទៀននៅខាងក្រោមនេះខូច set up ប៉ុន្តែករណីដែលខ្សែវានៅលើនេះយើងអាចរងចាំតង់ទី2បានចាំមើលស្ថានភាពទី2ដែលនេះវាឡើងទៅវិញវាឡើងទៅវិញហើយវាបង្កើតកពូស្មើឬក៏លើសហើយវាចុះវិញម្ដងទៀតអាហ្នឹងចូល set up ថ្មីនេះស្អាតចុះឡើង engulfing នេះដូចខ្ញុំនិយាយចឹងគេវាចុះមកដកគេខ្សែនៅតែចុះហត់តែអស់នេះយើងអត់លេងទេអ្វីដែលយើងមកលេងនេះនៅពេលដែលវាចុះវាប្រឡប់បង្កើត low ការដែលបង្កើត low វាបង្កើត low ហើយវានឹងឡើងទៅវិញណាឧទាហរណ៍ថាយើងទិញលក់កន្លែងនេះយើងទៅចាំថា TP យើងកុំដាក់ដល់ចុងនេះអសោះធម្មដុំនេះបានកុំដាក់ដោយសារតែភាគច្រើនគឺវាអត់មកដល់ក្រោមទេវាមានច្រើនមួយថ្ងៃយើងកើតមាន2ហើយពួក2 set up នោះវាមកសំរុំហើយសម្រាប់យើងអ្នកលេងនោះអ្នកខ្លះមានមក set up ផងអញ្ចឹងនៅពេលកន្លែងនេះវាឡើងហើយវាចុះមកប្រែខូចណាវាឡើងទៅវិញអត់លេងអត់ខ្វល់យើងមើលដូចខ្ញុំនិយាយកន្លែងនេះអានេះអ្នកទាំងអស់គ្នាលេងយូរទៅដឹងយល់កន្លែងនេះនៅខ្សែវានៅតែក្រោមនេះដូចខ្ញុំនិយាយអញ្ចឹងអានេះ engulfing អានេះក៏ engulfing តែវា stir ចេះវា stir ប៉ុន្តែអ្នកទាំងអស់គ្នាទៅមើលថានេះកន្លែងនេះ low វាបង្កើត low នេះវាប្រែកអញ្ចឹងមានថា low វាបង្កើត low ហើយអញ្ចឹងពាក្យថា engulfing គឺវាបង្កើត low អ្នកទាំងអស់គ្នា share តម្លាក់មកបើមិនចង់ share ទេអ្នកទាំងអស់គ្នាចាំតង់ទី2ក៏បានចាំមើលទៅគាត់ថាជួនកាលវាអាចបាត់អាកាសអញ្ចឹងណាអ្នកទាំងអស់គ្នាចូលមក pin bar ស្អាតនេះចុះមកវូឃើញទេ set up ទី2ក៏មានដែរនេះបាក់ខ្សែនេះអានេះ twister top ជាង2នេះបើអ្នកចាស់គាត់លេងក៏ដឹងអ្នកទាំងអស់គ្នាចូលមកនេះ engulfing មកវូនិយាយថាត្រូវ set up របស់វាចឹងអ្នកទាំងអស់គ្នាអាចអូសមើលលេងបានអញ្ចឹងអូសមើលខ្លួនឯងទៅយល់ហើយក្បួននោះដូចខ្ញុំនិយាយអញ្ចឹងហាមដាក់អីជំនួយតែដាក់អីជំនួយគឺលេងអត់កើតទេចឹងអ្នកទាំងអស់គ្នារុញឡើងមកវិញមកនិយាយទៅវាមិនមែនចាញ់សុតទេគ្រាន់តែវា10ចាញ់2ហ្នឹងជួនកាលអត់ហ្នឹងអត់ទៅចូល set up ទៅឃើញអត់អញ្ចឹងតើតើជាមួយនឹងក្បួនលេងរបស់មាសគឺដូចជាតែប៉ុណ្្នឹងទេសម្រាប់ការលេង2ខ្សែអ្នកទាំងអស់គ្នាឆ្ងល់ហើយអាចសួរនៅខាងក្រោមបានអញ្ចឹងណាហើយសម្រាប់អ្នកដែលបង្កើត account នៅខាងក្រោម link របស់ខ្ញុំគឺឆាំឆាតមកខ្ញុំអូសចូល group VIP អញ្ចឹងហើយអាច get ឡើងអានេះថ្ងៃសុកណាឆ្លងដាច់ get ណាខូច set up អញ្ចឹងខូចយើងត្រូវបើសិនជាខ្សែវាអត់ក្រោះទេយើងត្រូវការចាំ set up ថ្មីទីខ្ញុំនិយាយអញ្ចឹងយើងចាំ set up ថ្មី
បើសិនជាខ្សែហ្នឹងវា cross ធ្លាយមកដល់នេះហើយវា long ទៅវិញអញ្ចឹងចាប់បានចូលថ្មីដែរដូចគ្នាគ្រាន់តែចូលថ្មីនេះចាំឲ្យវាឡើងទៅផុតទៅចុះវិញប្រើវាយូរទៅបានយល់វាតែគ្រាន់ថាក្នុងមួយក្បួនប្រើខ្សែ moving average មានតែក្បួនហ្នឹងទេដែលវាសុវត្ថិភាពជាងគេវាលេងមិនសូវចេះខុសហើយក៏វាអត់ស្មុគស្មាញសម្រាប់អ្នកថ្មីដែរហើយសម្រាប់គ្នាយើងដែលនេះនៅក្នុង channel ដូចខ្ញុំដាក់ឲ្យ share ហ្នឹងពួកភាគច្រើន channel របស់ខ្ញុំដាក់នៅក្នុងខាងក្រោមហ្នឹងអានេះពូដូចនេះចឹងនេះចុចតែម៉ូនេះមកអ្នកទាំងអស់គ្នាឃើញនេះចូលគ្រប់ចូលឲ្យបានគ្រាន់ថាវាអត់សូវក្បោះក្បាយដោយសារតែខ្ញុំចាប់ផ្ដើមថតចឹងវាអត់មានឧបករណ៍គ្រប់គ្រាន់ចឹងអូខេ